ធ្វើនំថ្នោតហូបម្ដងបរាជ័យបងប្អូនហើយបរាជ័យអីបរាជ័យត្រង់អត់មានថ្ងៃហើយនំអត់ឡើងល្អអញ្ចឹងណាសពុកចាប់ច្រើនណាបងប្អូនគាត់នឹងមានទុំអត់ទេនេះអូអានឹងអត់ទុំទេអូនកុំមកចិត្តណាអូនធ្វើចេញមើលតោះអូនបោះចាហ្នឹងនេះតោះហើយមកពីរើថ្នោតវិញហ្នឹងក៏មិនមកអងយូរដែរមកដល់ហ្នឹងគាត់ថាចាប់ផ្ដើមបកសបកបកអីយកចបាច់3 4ណាបងប្អូនចបាច់ថ្នោតរបស់យើងឲ្យល្អឲ្យទឹកអីខាប់មកហើយយើងដាក់ត្រាំក4 5កំប៉ុងទៅហើយបងប្អូនមើលដៃខ្ញុំហ្នឹងនិយាយពីថាចបាច់ចបលឡើងហើយនិយាយពីថារឿងអីក៏ជៀសពីដៃមិនរួចដែរបងប្អូនមានតែដៃនេះហើយគេថាជាជំនួយការពិសេសសម្រាប់យើងគ្រប់គ្នាហើយយើងចបាច់ចបអញ្ចឹងមកបងប្អូនប៉ុន្តែយើងលាងស្អាតបាតអស់ហើយមិនបើមិនចបាច់អញ្ចឹងចឹងធ្វើមិនកើតបងប្អូនចបាច់តតែខាប់អស់អញ្ចឹងណាហើយនៅមានថ្នោតមួយទៀតខ្ញុំចបាច់ប៉ុណ្ណឹងសិនខ្លាចច្រើនជ្រុលអញ្ចឹងណាសល់ហើយនំថ្នោតនឹងដែរប្រើពេលវេលាយូរណាបងប្អូនទៅពេលយើងចបាច់ថ្នោតចបាច់អីនៅកិនម្សៅនឹងអីទៀតហើយនៅហាលថ្ងៃហាលអីឲ្យវាឡើងវាអីអញ្ចឹងណាតមតបានហូបពេលវេលាយូរដែរអញ្ចឹងបានគេចង់ទិញណាបងប្អូនពេលដែលយើងធ្វើខ្លួនឯងបើថាធ្វើទៅឆាប់បានហូបវាលឿនអីអញ្ចឹងទៅយើងចង់ធ្វើដល់ពេលវេលាយូរដែរនឹងខ្ជិលតែហ្មងហើយពេលដែលយើងចបាច់ថ្នោតចបាច់អីយើងយកអីហ្មងនេះទៅសាយវាអស់ចេញទៅយើងលាងកលាងអីបើយើងស្អាតហើយយើងត្រាំទុកហ្នឹងគឺដាក់ចូលមកបងប្អូនរៀបចំកិនរៀបចំអីអញ្ចឹងទៅហើយសម្រាប់នំថ្នោតនឹងដែរបើសិនជាបានខ្ទិះដូងច្រើនរត់តែឆ្ងាញ់បងប្អូនហើយខ្ញុំមានដូង2ផ្លែសម្រាប់កិនដាក់អញ្ចឹងណាហើយជាដំបូងហ្នឹងគឺខ្ញុំកោះដូងមកយើងសិនអត់ទាន់ទៅកិនម្សៅទេដោយសារដល់ពេលបាយហើយអញ្ចឹងកិនយើងកោះដូងទុកឲ្យហើយសិនចាំពេលដល់ហូបបាយហើយចាំយើងចាប់ផ្ដើមកិនម្សៅអញ្ចឹងណាហើយមេឃបើកថ្ងៃល្អណាមេឃអំណោយទៀតមែនតែនហើយបងប្អូនភ្លេចនៅខ្នោះកោះដូងអង្គុយអញ្ចឹងណាជំនាន់ខ្ញុំនៅតូចនិយាយពីថាយាយប្រើឲ្យកោះអង្គុយអង្គុយត្មងតែបានដូងមួយហើយឥឡូវនៅមានទៀតយកមកកោះត្មងទៅខ្លាចបងប្អូនភ្លេចបើភ្លេចទេមើលឲ្យហើយនេះកូនខ្ញុំអីគាត់មិនដែលឃើញទេមានតែខ្នោះដងខ្នោះកោះដៃណាហើយបើឥឡូវនឹងពិបាកលេងកោះដៃទៀតទៅបងប្អូនមានម៉ាស៊ីនកិនមានម៉ាស៊ីនចបាច់អស់ហើយហ្នឹងហើយខ្ញុំហ្នឹងគេថាឃើញអញ្ចឹងឲ្យចេះយកមកកោះទៅបងប្អូនតែប៉ុន្តែចេញឡើងធំមិនដឹងថាកិនម្សៅចេញអត់ទេហើយខ្នោះនេះដែរតាំងពីខ្ញុំនៅតូចមែនបងប្អូនយូរណាហើយនៅឡើងមុតល្អមែនតែនមកដល់ឥឡូវហើយឡើង20ឆ្នាំជាងហើយហ្នឹង30ឆ្នាំហើយបងប្អូនហើយឈើហ្នឹងគេថាមាំមែនតែនតាំងពីជំនាន់ខ្ញុំនៅតូចមែនឥឡូវហ្នឹងនៅឡើងរឹងកព្រឹសត្មងហើយគ្រាន់តែកោះដូងប៉ុណ្ណឹងមានតែខូចឯណាបងប្អូនកោះហើយយើងទុកឡើងស្រួលបួលអញ្ចឹងណាហើយមើលកោះស្រួលមែនតើណាប៉ុន្តែគ្រាន់ថាវាធំអញ្ចឹងហើយនេះមកដូងមកយើងហើយរូបរាងរបស់គេនេះពេលដែលខ្ញុំអង្គុយពីលើទៅខ្លាចបងប្អូនមើលមិនឃើញឥឡូវឲ្យមើលរូបរាងពិតត្មងទៅនេះនិយាយពីថាមុតអត់តោហើយនេះសម្រាប់មេរបស់យើងណា
មេអាកោពេលយើងដាក់ទៅវាឆាប់ឡើងឆាប់អីអញ្ចឹងទៅហើយដូងមកយើងកោសបានច្រើនហើយពីរបន្តិចអីបងប្អូនឡើងមកកូនម៉ាងហើយសម្រាប់ម្សៅជាមួយយើងហ្នឹងគឺថារៀបចំកិនហើយនេះហើយខ្ញុំមកហ៊ានដាក់ខ្ទិះដូងច្រើនទេដោយសារខ្លាចតែយើងកិនវាអត់កើតអញ្ចឹងណាព្រោះអីទឹកខាប់ហើយយើងដាក់ខ្ទិះដូងខ្ញុំកោសអត់សូវជាម៉ត់ទេវាវែងពេកអញ្ចឹងខ្ញុំដាក់បន្តិចសិនហើយពេលដែលយើងចង់ហូបបងប្អូនមើលទៅគ្រាន់តែដួសម្សៅប៉ុណ្ណេះមកឡើងទៅនងហើយក៏រៀបចំកិនហើយប៉ុន្តែកាមេរ៉ាមែនថ្ងៃហ្នឹងរៀងកង់ពលឺតិចហើយបងប្អូនអើយអាកាសធាតុមិនសូវល្អអញ្ចឹងហើយយកមកកិនក្នុងផ្ទះបើថាយើងសម្រេចចិត្តធ្វើហើយណាបងប្អូនបើមិនធ្វើវិញវាស្ដាយអង្គយើងត្រាំហើយបងប្អូនអើយហើយមានតែតិចអី5កំប៉ុងប៉ុន្តែយើងស្ដាយដែរបងប្អូនក៏5កំប៉ុងក៏កិនទៅយ៉ាងណាក៏យ៉ាងហ្នឹងទៅហើយចាំមើលវីដេអូនឹងទាំងអស់គ្នាថាបានហូបនំនឹងអត់ទេហើយម្សៅនឹងដែរក៏យើងកិនឲ្យខាប់ណាបងប្អូនឲ្យខាប់ហើយឲ្យម៉ត់ដល់ពេលអញ្ចឹងទៅវាឆាប់ឡើងឆាប់អីអញ្ចឹងយើងបានធ្វើអញ្ចឹងណាហើយពេលដែលយើងកិនហើយហ្នឹងក៏យកមកលាយជាមួយនឹងខ្ទិះដូងខ្ទិះអីហ្នឹងជាមួយនឹងមេរបស់យើងហ្នឹងយកទៅដាក់ហាលថ្ងៃទៅហើយខ្ញុំដាក់លាយជាមួយនឹងខ្ទិះដូងរបស់យើងហ្នឹងទាំងកាកទាំងអីហ្នឹងបងប្អូនច្បល់ចូលគ្នាឲ្យសព្វអស់ទៅហើយពេលហ្នឹងគឺយើងអត់ទាន់ដាក់ស្ករទេណាបងប្អូនពេលយើងដាក់អញ្ចឹងទៅឲ្យវាឆាប់ឡើងឆាប់អីអញ្ចឹងណាបងប្អូនអើយហើយមិនដឹងថាខាងពុកម៉ែបងប្អូនធ្វើដូចខ្ញុំអត់ទេពុកម៉ែបងប្អូនហើយពេលដែលយើងលាយយើងអីហើយហ្នឹងគឺយើងចាប់ផ្ដើមមកយកហាលថ្ងៃហ្នឹងហើយអាកាសធាតុពេលហ្នឹងគឺថាអំណោយទានល្អមែនតែនហើយមិនដឹងថាជាមេឃនឹងប្រែស្រឡះយ៉ាងម៉េចទេបងប្អូនហើយមើលទៅថ្ងៃពពករៀងបាំងមួយប៉ុន្តែបើសិនជាដល់ល្ងាចគឺអាចនឹងឆាប់ឡើងឆាប់អីបានធ្វើអញ្ចឹងណាប៉ុន្តែជាអកុសលអីបងប្អូនហើយមេឃធ្វើបាបខ្ញុំសំបីតែធ្វើនំត្នោតក៏មានឧបសគ្គដែរឧបសគ្គយ៉ាងម៉េចបងប្អូននេះថាម្សៅរបស់យើងទប់នឹងឡើងមួយពងមួយអញ្ចឹងណាហើយមើលមេឃបងប្អូននិយាយពីថាល្ងិតឆឹងយកមែនតែនត្មងដឹងថ្ងៃនៅណាទេខ្ញុំនឹងឡើងអត់ធ្វើកើតអត់ទេបងប្អូនអើយហើយមិនជារវៃទេបងប្អូនបនឲ្យតែមេឃភ្លៀងមកក៏ថាព្រោះថ្ងៃមុនហ្នឹងគឺថាដោះអត់ចង់រួចទេដោយសារមានទឹកភ្លៀងណាពេលដែលព្រោះហើយហ្នឹងគឺថារាំងយកត្មងហើយខ្យល់មកតែខ្យល់ទេបងប្អូនហើយមិនចង់បានទេខ្យល់ចង់បានតែទឹកភ្លៀងទេមើលទៅឡើងដើមឈើឡើងរេរាំពេញហ្នឹងអស់ហើយនំត្នោតហ្នឹងមិនដឹងថាបានហូបអត់ទេហើយដំណាក់កាលហ្នឹងគឺគិតសម្រាប់ចិត្តថានឹងយកទៅជៀនហើយបងប្អូនផាយជាចំហុយមិនកើតទេតែសារតែវាអត់ឡើងអញ្ចឹងចំហុយទៅវាអត់ល្អទេហើយមុននឹងចំហុយមុននឹងអីហ្នឹងគឺថាមើលមេឃស្រស់ស្អាតរបស់យើងសិនហើយប្រកាត់ភ្លើងកាត់អីទុកចោលហ្នឹងគឺថាសម្រាប់ចិត្តយកមកជៀនហើយសិនភ្លក់បន្តិចសាក់មើលណាបងប្អូនមានអីអាចទទួលយកបានតាបងប្អូនឲ្យលាយគ្រឿងលាយស្ករវិចេងហើយច្រឡំស្ករវិចេងដាក់ស្កររបស់យើងឲ្យខ្ទិះដូងពីរឲ្យបងប្អូននិយាយមិនឆ្ងាញ់យ៉ាងម៉េចក៏មានពងមាន់ពងទាមកគ្រាប់ពីរគ្រាប់ដែរដាក់ឲ្យស្រួលជៀនស្រួលអីអញ្ចឹងណាតែស្កររឿងស្ទើក៏ខ្ញុំសាកថែមប្រហើយទៅបងប្អូនក៏5គីឡូដាក់ស្ករ1គីឡូវាមិនផ្អែមខ្លាំងទេមិនល្មមឆ្ងាញ់ផ្អែមពេកក៏មិនសូវឆ្ងាញ់ដែរហើយយើងចាប់ដើមលាយចូលគ្នាឲ្យសព្វទៅបងប្អូនជាមួយនឹងខ្ទិះដូងរបស់យើងហ្នឹងហើយពេលដែលយើងលាយកលុកអញ្ចឹងយ៉ាងឈ្ងុយប៉ុន្តែគ្រាន់ថាវាមិនសូវជាឡើងល្អហ្នឹងគឺរឿងអន់ចិត្តតែរឿងវាមិនឡើងត្មងដោយសារតែមេឃហើយមេឃហ្នឹងក៏មិនភ្លៀងឯណាច្រើនដែរបងប្អូនឲ្យមកលឹមតិចបើមកច្រើនទៅសុបាយចិត្តត្មងនំត្នោតហូបកើតក៏បានទឹកភ្លៀងដែរតែពេលអញ្ចឹងនំត្នោតហូបបានពាក់កតាទឹកភ្លៀងបានពាក់កតាហើយលាងគ្រឿងលាងគ្រូស្កររបស់យើងអស់ចូលជាតិគ្នាមកទុកមកសទុះហ្នឹងក៏ថាដាំទឹកហើយមករៀបចំដាក់ចូលយកទៅចុះហុយយកទៅអីអញ្ចឹងណាធ្លាប់តែទិញគេហូបដល់ពេលថ្ងៃហ្នឹងមកធ្វើឲ្យកូនមើលផងហើយបរាជ័យធ្វើអត់បានល្អទៀតប៉ុន្តែជៀនហើយបាត់អញ្ចឹងណាគ្រាន់តែវាមិនសូវឡើងប៉ុន្តែរសជាតិវាមកអែមឲ្យត្មងហ្នឹងបងប្អូនមើលទៅពណ៌សបល់ទៅដឹងហើយមិនចោះចាញ់ទេថ្ងៃណាមានអាកាសល្អហ្នឹងចាប់ដើមធ្វើម្ដងទៀតដោយសារថ្នោតទុំនៅច្រើនណាបងប្អូនហើយឡើងពេញដើមត្មងហើយបន្ទាប់ពីជៀនហើយជៀន1បាត់1ជៀន2បាត់2បងប្អូន
កូនខ្ញុំយើងจะពើបមាត់ដែរដែលសារដែរធ្វើហូបអញ្ចឹងណាទិញតែគេដល់ពេលធ្វើខ្លួនឯងហូបឆ្ងាញ់ណាបងប្អូនមិនសិនជាឡើងទៀតមិនដឹងថាឆ្ងាញ់ប៉ុណ្ណាទេហើយថាជៀនបានច្រើនដែរហើយក៏យកមកដាក់ចំហុយរបស់យើងអញ្ចឹងណានឹងថាចំហុយនឹងបានឡើងល្អអត់ទេដែលសារម្សៅវាអត់ឡើងអញ្ចឹងណាដាក់ដាំទឹកកន្លះឆ្នាំងទៅហើយក៏ចាប់ផ្ដើមយកកូនចានយកអីមកអត់មានបានកាច់កតួងកាច់អីលឹកចេកលឹកអីទេគឺថាមនុស្សខ្ជិលគេធ្វើឲ្យតែបានហូបទេប៉ុន្តែអត់ដូចបំណងដែលយើងគិតណាបងប្អូនបំណងគិតថាពេលតែមេឃថ្ងៃល្អអញ្ចឹងដឹងតែឡើងទៅហូបឆ្ងាញ់ណានំត្នោតពេលដែលវាម្សៅឡើងហូបឆ្ងាញ់ណាបងប្អូនពេលដល់ពេលអញ្ចឹងខកបំណងអស់លេងហើយទឹកបានពុះហើយយើងចាប់ផ្ដើមយកទៅដាក់ទៅចាំមើលថា2-3ម៉ោងក្រោយហ្នឹងវាទៅជាយ៉ាងណាបងប្អូនចំហុយមកចំហៀងយើងចៀនមកចំហៀងទៅបើថាចៀនហ្នឹងទោះម្សៅមិនសូវឡើងក៏យើងអាចចៀនហូបបានដែរការគិតវាមិនដូចដែលយើងកំពុងតែធ្វើទេបងប្អូនមើលទៅនំត្នោតរបស់ខ្ញុំទៅដឹងហើយពេលដែលបើកកម៉ូបដំបងហ្នឹងគឺថាខ្ញុំអណាបងប្អូនឃើញវាឡើងអញ្ចឹងណាប៉ុន្តែដល់ពេលយើងយកអីទៅឆ្កឹះទៅវាអត់ទាន់ឆ្អិនទេហើយខ្ញុំក៏ទុកមកសន្ទុះក្រោយទៀតណាមកមើលនំជៀនរបស់យើងហ្នឹងគឺថាភ្លក់ឲ្យបងប្អូនមើលសិនឆ្ងាញ់តើបងប្អូនពេលដែលយើងដាក់ខ្ទិះដូងច្រើនហើយស្ករសអញ្ចឹងទៅបងប្អូនខ្ញុំជៀនបតាហូបបតាឡើងឆ្អែតហើយក៏ដាក់មកប្រទះទៀតឲ្យបងប្អូនមើលហ្នឹងថាតំណងមែនតែនត្មងណាធ្វើខ្លួនឯងអួតខ្លួនឯងមានពីណាមកអួតយើងអត់សាយើងទេបងប្អូនហើយធ្វើហើយចែកជូនមីងមកប្រទះពីរទៀតគាត់តែភ្លក់ជុំគ្នាអញ្ចឹងណាយាយប្អូនអីអញ្ចឹងមកប្រទះពីប្រទះម្នាក់ឲ្យភ្លក់ជុំគ្នាទៅឆ្ងាញ់មែនតាគ្រាន់ថាវាមិនសូវឡើងប៉ុន្តែរសជាតិហើយសម្រាប់នំត្នោតចំហុយរបស់យើងគឺថាចេញលទ្ធផលមកហើយបងប្អូនមិនបានសម្រេចទេនំត្នោតតែបើសិនជាម្សៅអត់ឡើងបងប្អូនមើលទៅចំហុយទៅឡើងក្រាបនៅនឹងចានអញ្ចឹងវាអត់ឡើងកំពុងហើយហូបទៅក៏អត់ឆ្ងាញ់ដែរហើយមិនស្ដាយទេថាថ្ងៃក្រោយយើងធ្វើម្ដងទៀតគ្រាន់ថាអន់ចិត្តដែរបងប្អូនខំប្រឹងហត់បន្តឹងដែរហើយមកធ្វើអត់បានហូបអត់ឆ្ងាញ់អញ្ចឹងណាហូបឆ្ងាញ់គ្រាន់ថាវានឹងណែនទៅហូបវាមិនដូចចិត្តដែលយើងប៉ងទុកណាហើយវីដេអូចែករំលែកដើម្បីគ្រួសារក៏មានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនហើយសកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំហើយក៏អរគុណច្រើនសម្រាប់បងប្អូនទស្សនាវីដេអូបងប្អូនពីដើមដល់ចប់ហើយកុំភ្លេចជួយ follow page បងប្អូនម្នាក់